ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី6អំពីអាហារូបករណ៍គ្រប់គ្រងដោយរដ្ឋាភិបាលអូស្ត្រាលីនៅក្នុងវីដេអូនេះយើងនឹងជជែកគ្នាពីរឿងទី1អំពីការសរសេរពាក្យអាហារូបករណ៍ទី2គឺការប្រឡងភាសាអង់គ្លេសមកដល់ពេលនេះអាហារូបករណ៍បានបើកជាង1ខែមកហើយអញ្ចឹងយើងនៅសល់ពេលតែមួយខែជាងទៀតទេសម្រាប់បេក្ខជនទាំងអស់នៅក្នុងការបំពេញនៅលក្ខខណ្ឌទាំងអស់ដើម្បីអាចដាក់អាហារូបករណ៍នឹងបានជោគជ័យហើយវាជាពេលវេលាដែលមានសម្ពាធព្រោះកាលណាតែពេលវេលាកាន់តែខើចគឺយើងទាំងអស់គ្នាគឺមានការព្រួយបារម្ភច្រើនប៉ុន្តែចំពោះខ្ញុំឥឡូវនេះវាទៅតែដើមខែ3ទេបើសិនបើយើងបានចាប់ផ្ដើមទៅសេពាក្យហើយគឺវាជាជំហានដែលសមល្មមគ្រប់គ្រាន់ហើយចូលមកកាន់ប្រធានបទនៃវីដេអូយើងវិញអញ្ចឹងតកតងទៅនឹងការសរសេរពាក្យខ្ញុំបានជជែកជាមួយនឹងបេក្ខជនត្រៀមដាក់ពាក្យឆ្នាំនេះហើយអ្វីដែលកាត់ចែករំលែកមិនខុសពីអ្វីដែលខ្ញុំជួបទេគឺយើងចាប់គាំងនៅក្នុងសំណួរទី1និងទី2ពេលអានសំណួរទៅយល់ហើយប៉ុន្តែពិបាកទាញចម្លើយអញ្ចឹងគិតសួរខ្ញុំថាតើចម្លើយនឹងដូចគ្នាឬខុសគ្នានៅក្នុងសំណួរទី1និងទី2ចំពោះខ្ញុំមិនដឹងថាតើអ្នកដែលផ្ដល់អាហារូបករណ៍គាត់ចង់ឃើញសំណួរនឹងដាច់ឬក៏បែបណាតែចំពោះខ្ញុំនៅគ្រប់សំណួរទាំងអស់ខ្ញុំគិតថាគេចង់ដឹងរឿងដែលដោយឡែកពីគ្នាតែអ្វីដែលខ្ញុំជឿជាក់គឺសំណួរនីមួយៗគឺមានភាពប្រតិកាឡាគ្នាខ្ញុំឧទាហរណ៍ថាសំណួរទី1មូលហេតុអ្វីទើបអ្នកសម្រាប់ចិត្តរៀនមុខជំនាញនិងសាលាឬក៏សាកលវិទ្យាល័យមួយនេះអញ្ចឹងចម្លើយវាអាចពាក់ព័ន្ធទៅនឹងក្តីសុបិនរបស់យើងតើយើងរៀនមុខជំនាញសិក្សានឹងទើបវាជួយយើងទៅដល់នៅអាជីពការងារដែលយើងចង់ធ្វើនៅថ្ងៃអនាគតនឹងមួយទៀតអាមុខជំនាញសិក្សាដែលយើងចង់រៀននៅសាលានឹងតើវាមានជំនាញអីតូចៗដែលយើងចាប់អារម្មណ៍មួយទៀតយើងអាចកលេចទៅមើលកម្មវិធីសិក្សារបស់គេថាតើក្រៅពីរៀននឹងឬការរៀនគេរៀនរបៀបណាដែលធ្វើយើងពេញចិត្តនៅក្នុងការរៀននៅសាលានឹងឬគេមានកម្មវិធីឧបមាថាបង្កើតបណ្ដាញកម្មវិធីទស្សនកិច្ចសិក្សាការចុះហាត់ការផ្ទាល់អញ្ចឹងវាមានរឿងច្រើនអានឹងបានថាតើតើយើងទៅមើលលម្អិតនៅក្នុងមុខជំនាញសិក្សានឹងថាតើគេផ្ដល់ឲ្យគេខ្លះយើងនឹងអាចងាយស្រួលនៅក្នុងការរៀបរាប់ដែរហើយសំណួរទី2នឹងគេសួរថាតើមុខវិជ្ជាដែលយើងរៀននឹងវានឹងជួយគ្រប់គ្រងយើងមិនទៅដល់គោលដៅការងារនៅថ្ងៃអនាគតអញ្ចឹងនៅកន្លែងនេះគឺយើងត្រូវប្រាប់គេដែរថាតើគោលដៅនៅថ្ងៃអនាគតរបស់យើងចង់ធ្វើអីអានេះក្នុងករណីយើងប្រាប់គេក្នុងសំណួរទី1ក៏ដោយមិនបានប្រាប់ក៏ដោយគឺយើងត្រូវបញ្ជាក់គេម្ដងទៀតដែរក៏ពិបាកគេរត់ទៅអាននឹងលឺនឹងអញ្ចឹងយើងត្រូវប្រាប់គេថាតើមុខជំនាញដែលយើងចង់សិក្សានឹងវាមានអីគេខ្លះដែលផ្ដល់ឲ្យយើងជាចំណេះដឹងជាជំនាញដែលយើងគិតថាចាំបាច់នៅក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនទៅដល់អាជីពការងាររបស់យើងអញ្ចឹងឃើញទេចម្លើយគឺអត់ដូចគ្នាទេប៉ុន្តែមានភាពពាក់ព័ន្ធគ្នាព្រោះថានៅពេលដែលយើងទៅសេហើយយើងទៅលៃមើលវាថាតើកន្លែងតាណាដែលយើងទៅសេទៅវាអត់តែមានភាពច្បាស់លាស់គ្រប់គ្រាន់ឬក៏មើលទៅវាច្រើនគ្នាដែលយើងអាចទាញរំលេចវាឲ្យដាច់ពីគ្នាអញ្ចឹងយើងទៅសេអាទី2នឹងឲ្យរួចសិនទើបយើងអាចដឹងថាយើងលៃលោកចម្លើយរបស់យើងបែបណាបានហើយការទៅសេពាក្យនេះបើយើងអាចបញ្ចប់នៅត្រឹមខែ3នេះខ្ញុំគិតថាល្អមែនទែនសម្រាប់បងប្អូនបេក្ខជនដែលអត់ទាន់បានប្រឡងវិសាអង់គ្លេសហើយយើងចូលទៅដល់ការប្រឡងភាសាអង់គ្លេសតែម្ដងខ្ញុំអត់ដឹងថាតើបងប្អូនបានរើសកាលវិភាគបែបណាទេតែសង្ឃឹមថាបងប្អូនរើសកាលវិភាគប្រឡងដែលផ្ដល់ពេលវេលាយើងគ្រប់គ្រាន់ហើយបើសិនបើយើងប្រឡងឧបមាថា10ថ្ងៃមុននឹងការដាក់ពាក្យខ្ញុំគិតថាពេលវេលានឹងវាគ្រប់គ្រាន់ហើយប៉ុន្តែបើសិនបើយើងពិបាករកការភាគហើយយើងបានជ្រើសរើសការភាគរួចហើយគឺអំឡុងពេលមុននឹងអញ្ចឹងបងប្អូនត្រូវតែមើលថាតើពេលវេលារបស់យើងក្នុងការត្រៀមខ្លួនប្រឡងគ្រប់គ្រាន់ឬក៏អត់អញ្ចឹងបើពេលវេលារបស់យើងរាក់តិចធ្វើម៉េចបងប្អូនជំរុញការទៅសេសំណួរនឹងឲ្យរួចហើយទៅសេតា4ធំនឹងឲ្យរួចមកហើយយើងទៅប្រឡងទៅត្រៀមខ្លួនប្រឡងចាំអាសំណួរដូចជាពាក់ព័ន្ធទៅនឹងករណីយើងត្រូវបំពេញពើមានផ្ទាល់ខ្លួននៅផ្នែកពីទី1ដល់ទី13អីហ្នឹងចាំយើងគិតក្រោយក៏បានដែរបន្ទាប់ពីប្រឡង10ថ្ងៃហើយយើងមានពេលគ្រប់គ្រាន់ហើយខ្ញុំជឿជាក់អញ្ចឹងហ្នឹងបើស្អីយើងត្រូវការបដោតខ្លាំងទៅលើការត្រៀមខ្លួនប្រឡងអញ្ចឹងតកតងទៅនឹងការត្រៀមខ្លួនប្រឡងភាសាអង់គ្លេសគឺអ្នកដែលចោះឈ្មោះគឺដឹងអូតូម៉ាទិកហើយគេផ្ដល់ធនធានឲ្យយើងសម្រាប់វឹកហាត់ការត្រៀមប្រឡង
តែបើសិនបងប្អូនគិតថាបងប្អូនត្រូវការធនធានបន្ថែមទៀតគឺមាន website មួយចំនួនដែលបងប្អូនអាចរៀនយកទៅអនុវត្តបន្ថែមបានដោយខ្លួនឯងហើយខ្ញុំសូមចែករំលែកនៅក្នុងវីដេអូនេះចឹង website ទី1ដែលខ្ញុំធ្លាប់ប្រើគឺ IELTS Advantage ចឹងនៅក្នុងគេហទំព័រហ្នឹងគឺមានផ្ដល់ធនធានឲ្យយើងអនុវត្តដោយឥតគិតថ្លៃគ្រាន់តែចុះឈ្មោះជាការស្រេចប៉ុន្តែគេក៏មានធនធានដែលយើងអាចបង់លុយរៀនប៉ុន្តែខ្ញុំគិតថាយើងមិនចាំបាច់ក៏មិនគួរចំណាយដែរប៉ុន្តែបើយើងមានលទ្ធភាព why not អានឹងអាស្រ័យទៅលើបងប្អូនទេហើយទី2ហ្នឹងគឺ IELTS mock test អញ្ចឹងនៅក្នុង website មួយនេះគឺមានធនធានច្រើនមែនទេបងប្អូនគ្រប់ទាំងអស់ចាគ្រប់ level គ្រប់កម្រិតប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ឃើញហ្នឹងគឺមានកំហុសខ្លះនៅក្នុងចម្លើយចឹងចម្លើយខ្លះយើងត្រូវប៉ុន្តែអានឹងមួយកាត់ឡើងនៅក្នុង100ចម្លើយអញ្ចឹងបងប្អូនអាចយកវាជាគោលទាំងស្រុងបានទេឧបមាថាអូយើងប្រឡងទៅមានសំណួរខ្លះយើងគេថាខុសយើងដាក់ក្នុងនឹងត្រូវឬក៏យើងមានចម្លើយផ្សេងគេមានចម្លើយផ្សេងយើងអាចពិនិត្យប៉ុន្តែវាអាចមានកំហុសកើតឡើងខ្លះអានេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងទៅយើងយកវាមកអនុវត្តប៉ុន្តែយើងអត់អាច base លើវាទាំងស្រុងបានអញ្ចឹងសម្រាប់បងប្អូនដែលត្រៀមខ្លួននៅក្នុងការប្រឡងខ្ញុំគិតថាមានតែ3ធនធានហ្នឹងគឺប្រហែលជាគ្រប់គ្រាន់ហើយប៉ុន្តែសម្រាប់អ្នកដែលត្រៀមខ្លួននៅក្នុងការដាក់ពាក្យឆ្នាំក្រោយគឺយើងមានធនធានច្រើនជាងនេះដែលខ្ញុំនឹងចែករំលែកនៅក្នុងវីដេអូបន្ទាប់អញ្ចឹងបងប្អូនជូនពរឲ្យការទៅសេពាក្យហ្នឹងគឺទៅមុខដោយរលូនហើយព្យាយាមបញ្ចប់វាឲ្យបានលឿនតាមតែអាចធ្វើទៅបានជាពិសេសអ្នកដែលអត់ទាន់ប្រឡងភាសាអង់គ្លេសហើយចាំពេលប្រឡងចប់យើងត្រឡប់មកមើលវាប៉ុន្តែបើយើងបានទៅសេរួចហើយខ្ញុំគិតថាវានឹងអត់សូវនៅក្នុងអារម្មណ៍របស់យើងហើយយើងអត់សូវព្រួយភ័យយើងអាចមានពេលវេលានៅក្នុងការបដោតរៀនសូត្រត្រៀមប្រឡងបានអំពីការប្រឡង IELTS នឹងផងដែរចំពោះបងប្អូនដែលត្រូវធ្វើដំណើរពីខេត្តមួយទៅខេត្តមួយឬក៏ទៅប្រឡងនៅភ្នំពេញគឺបងប្អូនខ្ញុំលើកទឹកចិត្តថាយើងត្រូវតែមានពេលវេលាសម្រាប់គ្រប់គ្រាន់សម្រាប់រាងកាយយើងសម្រាប់ផ្លូវចិត្តយើងធ្វើម៉េចទាញឲ្យដាច់ពីការងាររាងកាយរបស់យើងត្រូវតែមានកម្លាំងគ្រប់គ្រាន់ត្រូវសម្រាប់កុំបារម្ភពេកមួយថ្ងៃពីរថ្ងៃមុនប្រឡងនឹងព្រោះវាមិនមែនដូចជាការប្រឡងទូទៅដែលយើងត្រូវចាំចម្លើយដើម្បីយកទៅប្រឡងទេគឺគេតេស្តពីសមត្ថភាពទូទៅរបស់យើងអញ្ចឹងយើងត្រូវតែធ្វើម៉េចឲ្យយើងមានទំនុកចិត្តឲ្យយើងមានស្មារតីគ្រប់គ្រាន់ដើម្បីយើងអាចបដោតទៅលើការប្រឡងនឹងបានហើយជូនពរឲ្យការទៅសេពាក្យហើយនឹងការប្រឡងរបស់យើងមានដំណើរការទៅរលូនហើយជួបគ្នានៅវីដេអូបន្ទាប់សម្រាប់បងប្អូនដែលត្រៀមដាក់ពាក្យឆ្នាំក្រោយអរគុណច្រើន